បាទសូមអនុញ្ញាតគ្រូជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទដែលចូលចិត្តតាមដានទស្សនានៅការតម្រូវឆាកខ្មែរប្រចាំថ្ងៃបាទសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីមកកាន់ Channel ក៏ដូចជា Page បាទឆ្នោតដឹងហាម2ផងដែរបាទចឹងថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី17ខែ8ឆ្នាំ2026បាទហើយ admin ក៏មាននៅតម្រុយលេខល្អៗសម្រាប់មកចែកជូនពុកម៉ែបងប្អូនយើងផងដែរបាទចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រុយថ្ងៃថ្មីបាទយើងមកមើលជាមួយតម្រុយការពីម្សិលមិញបន្តិចសិន បាទចំពោះការពីម្សិលមិញខ្ទង់អូសយើងមាន40គុតនិង70គុតបាទចំពោះលេខតូចយើងមាន46 15និង68និងចុងក្រោយគេគឺ76បាទចំពោះលេខធំយើងមាន375និង058បាទចឹងសារៈតម្រុយដែលបាទមានការពីម្សិលមិញផងដែរបាទចំពោះខ្ទង់អូសគឺយើងបានចូលទាំងពីរខ្ទង់តែម្ដងបងប្អូនយើងបាទទាំងខ្ទង់40ក៏ដូចជាខ្ទង់70បាទចំពោះលេខតូចយើងបានចូលនៅ76ក៏ដូចជា15បាទសម្រាប់46និង18គឺថាស៊ីមួយលេខពីរលេខបងប្អូនយើងបាទស្ដាយមែនតើបាទចឹងសម្រាប់លេខតូចយើងបានចូល2គ្រាប់បាទនៅការពីម្សិលមិញបាទចំពោះលេខធំបាទលេខធំយើងបានអត់បានចូលទេបងប្អូនយើងបាទគឺថាស៊ីមួយលេខដូចគ្នាបាទមានក៏សុំការអធិស្ឋានផងបាទចឹងកុំឲ្យពុកម៉ែបងប្អូនយើងរងចាំយូរបាទយើងទៅមើលជាមួយតម្រូវថ្ងៃថ្មីទាំងអស់គ្នាបាទចឹងអត់មានសុំលុបលេខថ្ងៃចាស់ចោលសិនដើម្បីដាក់ចែកជូននៅតម្រូវថ្ងៃថ្មីតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងទស្សនាបាទអត់មានសុំចិត្តបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវឲ្យអត់មានម្នាក់មួយផងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងតាមដាននៅលើ Page បាទកុំភ្លេចជួយចុចឲ្យមេដៃចុច Follow និងចុច Share ឲ្យមានម្នាក់មួយផងបាទចឹងសម្រាប់ថ្ងៃថ្មីនេះផងដែរបាទចំពោះលេខតូចបាទអត់មានឲ្យលេងនៅលេខ91បាទសម្រាប់គ្រាប់ទី2បាទគឺ87សម្រាប់គ្រាប់ទី3បាទគឺ26និងមួយគ្រាប់ចុងក្រោយគេបាទគឺ43បាទចំពោះលេខធំបាទមានឲ្យលេងនៅលេខ791បាទនិងមួយគ្រាប់ចុងក្រោយមានឲ្យលេងនៅលេខ943បាទហើយសម្រាប់ខ្ទង់អូសបាទមានឲ្យ2ខ្ទង់ដូចរាល់ដងទេបងប្អូនយើងបាទចឹងសម្រាប់ខ្ទង់អូសមានឲ្យអូសលេងនៅខ្ទង់8បាទនិងមួយគ្រាប់ទៀតមានឲ្យអូសលេងនៅខ្ទង់40បាទចឹងអត់មានក៏សង្ឃឹមថាប្រមាណបងយើងទាំងគ្នាបាទស្រឡាញ់នឹងពេញចិត្តតម្រុយរបស់មីននឹងបានយកទៅផ្សំសំណាងគ្រប់គ្នាតែម្ដងបាទប្រមាណបងយើងស្រឡាញ់ពេញចិត្តនៅលេខមួយណាបាទយកលេខមួយនៅទៅផ្សំសំណាងបានចំពោះលេខតូចប្រមាណបងយើងបាទគួរតែលេងឡើងមួយលេខចុះមួយលេខបាទដើម្បីបានចូលទាំងអស់គ្នាតែម្ដងព្រោះអីភាគច្រើនបាទតម្រុយរបស់មីនបាទគឺថាផ្ស៊ីតែមួយលេខពីរលេខទេហើយសម្រាប់លេខធំប្រមាណយើងគួរតែលេងគុណបើថាយើងលេងត្រង់ល្អតែម្ដងគឺមិនងាយបានចូលទេប្រមាណបងយើងបាទសម្រាប់3លេខហើយសម្រាប់ខ្ទង់អូប្រមាណបងយើងស្រឡាញ់ពេញចិត្តនៅខ្ទង់មួយណាអាចយកខ្ទង់មួយនឹងទៅអូសបានបាទចឹងការអធិប្បាយនៃការឲ្យតម្រុយរបស់មីនថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់មីនក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនយើងទាំងគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៃការឲ្យតម្រុយរបស់មីនចឹងជួបគ្នាជាមួយម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលាណាត់ដដែលបាទមីនក៏សូមជូនពរហេងៗដូចគ្នាបាទមីនសូមអរគុណនិងសូមគោរពលា